កម្ពុជានៅតែហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិកដើម្បីការពារបរិស្ថានធនធានធម្មជាតិក្រសួងបរិស្ថានកម្ពុជាបានឲ្យដឹងនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះថាប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក e-waste ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការការពារបរិស្ថានធនធានធម្មជាតិនិងសុខភាពសាធារណៈរបស់ប្រទេសពីការបំពុលក្នុងរយៈពេលវែងសំណល់អេឡិចត្រូនិករួមមានឧបករណ៍អេឡិចត្រូនិកដែលហួសសម័យនិងត្រូវបានបោះបង់ចោលដូចជាកុំព្យូទ័រទូរទស្សន៍ទូរស័ព្ទដៃម៉ាស៊ីនបោះពុម្ពឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះថ្មនិងឧបករណ៍អគ្គិសនីផ្សេងទៀតទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយក៏មានប្រហែល 9% ប៉ុណ្ណោះនៃសមាសធាតុរបស់វាដែលជាទូទៅអាចកែច្នៃឡើងវិញដើម្បីចំណេញផ្នែកសេដ្ឋកិច្ចសម្ភារៈដែលនៅសេសសល់តម្រូវឲ្យមានការកែច្នៃកម្រិតខ្ពស់បច្ចេកវិទ្យាកែច្នៃជំនាញនិងការបោះចោលប្រកបដោយបរិស្ថានល្អដែលកិច្ចការទាំងអស់នេះមានតម្លៃថ្លៃនិងទាមទារបច្ចេកទេសខ្ពស់ការចាត់ចែងសំណល់អេឡិចត្រូនិកមិនត្រឹមត្រូវអាចបញ្ចេញសារធាតុគ្រោះថ្នាក់នៅក្នុងដីក្រោមដីទន្លេនិងបរិយាកាសដែលបង្កឲ្យមានការបំពុលបរិស្ថានយូរអង្វែងនិងប្រឈមនឹងហានិភ័យដល់សុខភាពមនុស្សនៅពេលដែលការបំពុលកើតឡើងការស្ដារឡើងវិញច្រើនមានតម្លៃថ្លៃហើយក្នុងករណីខ្លះខូចខាតប្រហែលជាមិនអាចកែប្រែបានឡើយក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថាប្រទេសកម្ពុជានឹងមិនអនុញ្ញាតឲ្យប្រទេសនេះក្លាយជាគោលដៅសម្រាប់សំណល់អេឡិចត្រូនិកពីបរទេសនោះទេហើយនឹងបន្តអនុវត្តច្បាប់ហាមឃាត់ការនាំចូលខុសច្បាប់នេះទន្ទឹមនឹងនេះដែរក្រសួងក៏បានទទួលស្គាល់ថាសំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងស្រុកកំពុងតែមានការកើនឡើងដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើនដូច្នេះកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិពិសេសមួយកំពុងតែត្រូវបានពិចារណាដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសនៅក្នុងការប្រមូលគ្រប់គ្រងនិងកែច្នៃសំណល់អេឡិចត្រូនិកនៅក្នុងស្រុកឲ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិដើម្បីធានាថាសំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាត្រូវបានចាត់ចែងដោយសុវត្ថិភាពព្រមទាំងកាត់បន្ថយហានិភ័យដល់បរិស្ថានឲ្យនៅកម្រិតទាបបំផុតក្រសួងបានលើកឡើងថាការទប់ស្កាត់ការបំពុលនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតនៅក្នុងការការពារបរិស្ថានស្អាតរបស់កម្ពុជានិងការពារធនធានធម្មជាតិរបស់ប្រទេសសម្រាប់ជំនាន់ក្រោយៗទៀត